សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រាត្រីតំណាលជាថ្មីម្ដងទៀតយប់នេះគឺជាយប់ដែលយើងនឹងនាំលោកអ្នកទៅកាន់ទីឋានដ៏អាថ៌កំបាំងជ្រួតជ្រាបដោយរឿងរ៉ាវព្រឺព្រួចដែលត្រូវបានបន្សល់ទុកជាយូរឡុងមកហើយនៅក្នុងផ្នត់គំនិតខ្មែរយើងយប់នេះយើងនឹងលើកយកនៅរឿងនិទានខ្មោចឡងបែបបុរាណមួយដែលនិយាយពីខ្មោចដ៏សាហាវយងខ្នងដែលតែងតែឡងបន្លាចនិងអុំទូកចម្លងមនុស្សនៅទីកន្លែងដ៏សែនរន្ធត់មួយសូមត្រៀមខ្លួនរឿងនិទានដែលមានចម្លងជើងថាខ្មោចចម្លងនៅបឹងយ៉កកាលពីព្រេងនាយរឿងរ៉ាវនេះបានកើតឡើងនៅក្នុងភូមិមួយដែលមានឈ្មោះថាភូមិបឹងយ៉កដែលជាភូមិតាំងនៅជាប់មាត់បឹងធំមួយមានទំហំល្វឹងល្វើយនិងទឹកថ្លាឆ្វេងតែវាមានឈ្មោះគួរឲ្យខ្លាចដោយសារតែមនុស្សជាច្រើនបានលង់ទឹកស្លាប់នៅទីនោះទាំងគ្មានមូលហេតុច្បាស់លាស់អ្នកភូមិជឿថាបឹងនេះមានម្ចាស់ទឹកម្ចាស់ដីមានយកអាស្រ័យនៅប៉ុន្តែរឿងរ៉ាវដែលគួរឲ្យខ្លាចបំផុតគឺរឿងខ្មោចអាមុកជាបុរសម្នាក់ដែលធ្លាប់ជាអ្នកអុំទូកចម្លងដ៏ចំណានប្រចាំភូមិគាត់ជាមនុស្សចិត្តអាក្រក់ល្មបលួយហើយតែងតែទាមទារថ្លៃឈ្នួលលើសលប់ពីអ្នកដំណើរអាមុកបានស្លាប់យ៉ាងអាណោចអាធម្មដោយសារតែទូករបស់គាត់ក្រឡាប់នៅកណ្ដាលបឹងយ៉កក្នុងរាត្រីមួយដែលគាត់បានព្យាយាមដឹកអ្នកដំណើរមួយគ្រួសារដែលជាអ្នកមានទ្រព្យសម្បត្តិអ្នកភូមិខ្សឹបខ្សៀវថាអាមុកបានលង់ទឹកស្លាប់ព្រោះតែទូកគាត់ធ្ងន់ពេកដោយសារគាត់លាក់មាសប្រាក់ដែលលួចពីអ្នកដំណើរក្នុងទូកនោះចាប់តាំងពីថ្ងៃនោះមកខ្មោចអាមុកបានចាប់ជាតិជាខ្មោចអុំទូកដ៏សាហាវយងខ្នងរៀងរាល់យប់ខែរនោចពេលអាពិតរុំស្រទុំលើផ្ទៃទឹកអ្នកភូមិបានឮសំឡេងអុំទូកក្ដុងនិងសំឡេងហៅចម្លងយ៉ាងស្រងែតស្រងៃខ្មោចអាមុកតែងតែឡងបន្លាចអ្នកដំណើរណាដែលឆ្លងកាត់មាត់បឹងទាំងយប់ជ្រៅក្នុងចំណោមយុវជនក្នុងភូមិបឹងយ៉កមានយុវជនម្នាក់ឈ្មោះកុំគៀដែលជាកូនប្រុសរបស់លោកតាគ្រូពីណាត់ពៀតដ៏ល្បីប្រចាំភូមិកុំគៀជាបុរសក្លាហានតែគាត់មិនឈឺរឿងខ្មោចសោះឡើយយប់មួយកុងគៀត្រូវធ្វើដំណើរទៅភូមិម្ខាងបឹងដើម្បីទៅយកថ្នាំឱសថឲ្យម្ដាយដែលឈឺធ្ងន់ពេលវេលាបានកន្លងទៅដល់ម៉ោង12អាធ្រាត្រហើយកុងគៀក៏បានមកដល់មាត់បឹងយ៉កទឹកបឹងស្ងាត់ជ្រងំអំដោយអពិតសស្គួរស្ងាយគាត់ឃើញទូកមួយចតនៅមាត់ច្រាំងឯមនុស្សម្នាក់កំពុងអង្គុយអមទូកដោយពាក់មួកស្លឹកត្នោតបិទបាំងមុខចិត្តកុងគៀហៅលោកចម្លងខ្ញុំផងខ្ញុំមានការប្រញាប់ខ្លាំងណាស់ខ្មោចអាមុកសំឡេងក្ររើមកអូនខ្ញុំនឹងចម្លងអូនឲ្យដល់ត្រូវកុងគៀក៏បានឡើងលើទូកដោយមិនសង្ស័យពេលទូកបោះពួយទៅកណ្ដាលបឹងទឹកបឹងស្រាប់តែមានសភាពត្រជាក់ស្រេបខុសធម្មតាហើយអប់កាន់តែក្រាស់ឡើងកុងគៀមានអារម្មណ៍ថាទូកនោះកាន់តែធ្ងន់ទៅធ្ងន់ដូចជាមានអ្នកផ្សេងជាច្រើនអ្នកទៀតកំពុងតែអង្គុយជាមួយធាត់ដែរកុងគៀលោកអើយមិនទូកធ្ងន់ម្លេះហើយលោកមិនអុំទៅមុខសោះខ្មោចអាមុកបានងើបមុខឡើងយឺតភ្នែករបស់វាឡើងក្រហមដូចឈាមទឹកមុខស្លេកស្លាំងគួរឲ្យរន្ធត់វាបានសើចទាំងក្រឡហើយលន់មាត់ថាខ្មោចអាមុកថ្លៃឈ្នួលខ្ញុំគឺជីវិតឯងខ្ញុំនឹងយកឯងទៅធ្វើជាបាវបំរើអុំទូកឲ្យខ្ញុំកុងគៀភ្ញាក់ខ្លួនព្រាតគាត់បានដឹងខ្លួនថាគាត់កំពុងជួបនឹងខ្មោចដ៏សាហាវយងខ្នងខ្មោចអាមុកបានលូកដៃដ៏ត្រជាក់ស្រេបរបស់វាដើម្បីចាប់កុងគៀទម្លាក់ទឹកកុងគៀបានតស៊ូអស់ពីកម្លាំងកាយរហូតដល់គាត់បានធ្លាក់ពីលើទូកតែគាត់ក៏បានហែលទឹករត់ត្រឡប់មកដល់ច្រាំងវិញដោយភាពផិតភ័យបំផុតកុងគៀបានធ្លាក់ខ្លួនឈឺធ្ងន់បន្ទាប់ពីជួបហេតុការណ៍នោះលោកតាគ្រូពីណាត់ពៀតដែលជាឪពុករបស់កុងគៀបានដឹងរឿងនេះយ៉ាងច្បាស់លោកតាបានប្រាប់អ្នកភូមិថាខ្មោចអាមុកវាកើតមកពីលោភៈនិងការទារបំណុលឈ្នួលលើសលប់ការបន្សាបវាមិនមែនដោយការប្រើមន្តអាគមខ្មៅងងឹតទេតែត្រូវប្រើសិល្បៈនិងសត្ថាលោកតាបានចង្អុលផានថាដើម្បីបន្សាបខ្មោចអុំទូកនេះគេត្រូវរៀបចំពិធីធំមួយដោយរួមបញ្ចូលគ្នារវាងការសែនព្រេនរៀបចំគ្រឿងសែនឲ្យខ្មោចអាមុកដោយមានទាំងមាសប្រាក់ជារបស់ក្លែងក្លាយនិងម្ហូបអាហារយ៉ាងបរិបូរណ៍នៅមាត់បឹងនេះគឺដើម្បីរំលត់នូវសេចក្តីលោភៈរបស់វាការលេងភ្លេងពីណាក់ពៀតត្រូវលេងភ្លេងពីណាក់ពៀតដែលជាតន្ត្រីបុរាណសក្តិសិទ្ធិរបស់ខ្មែរហើយត្រូវលេងជាបទតមង្វៃដែលជាបទសម្រាប់រំលឹកដល់ដួងវិញ្ញាណដែលវង្វេងផ្លូវនិងដើម្បីបើកផ្លូវឲ្យខ្មោចព្រៃបិសាចបានទៅកាន់សុគតិភពនៅរាត្រីបន្ទាប់ក្រោមដួងច័ន្ទពេញវង្ស
អ្នកភូមិទាំងអស់បានប្រមូលផ្ដុំគ្នានៅមាត់បឹងយ៉កលោកតាគ្រូពិនិត្យភាពនិងកូនសិស្សបានចាប់ផ្ដើមប្រគំភ្លេងពិនិត្យភាពយ៉ាងពីរោះរណ្ដំសំឡេងភ្លេងនេះមិនមែនជាសំឡេងដែលធ្វើឲ្យព្រឺក្បាលនោះទេតែជាសំឡេងដែលធ្វើឲ្យវិញ្ញាណបានស្ងប់ពេលភ្លេងពិនិត្យភាពលួនលឺរំពងសុំជាមួយសំឡេងកងស្រាប់តែអប់នៅកណ្ដាលបឹងបានចាប់ផ្ដើមបោកបោកយ៉ាងខ្លាំងអ្នកភូមិឃើញមានរូបភាពស្រមោលខ្មៅរាងអាមុខកំពុងតែអុំទូកឆ្ពោះមករកច្រាំងខ្មោចអាមុខបានអុំទូកមកដល់ទីទួលតែវាបានឃើញគ្រឿងសែននិងមាសប្រាក់ក្លែងក្លាយជាច្រើនដែលរៀបចំទុកនឹងមាត់ច្រាំងវាបានស្ទុះមកយកមាសប្រាក់នោះដោយមិនអើពើនឹងមនុស្សឡើយតែនៅពេលដែលខ្មោចអាមុខកាន់លុយកាក់នោះសំឡេងភ្លេងពីណោះពៀតបត់តំវងវាយក៏បានចាប់ដើមលេងកាន់តែខ្លាំងឡើងភ្លេងតមវងវាយបានធ្វើឲ្យខ្មោចអាមុខឈប់ស្ងៀមទឹកមុខដ៏សាហាវយំខ្នងរបស់វាបានប្រែជាសភាពដ៏គួរឲ្យអាណិតវាបានដឹងខ្លួនថាជីវិតដែលស្លាប់បាត់បង់ទៅហើយមិនអាចយកលុយកាក់តាមខ្លួនទៅបានឡើយសំឡេងភ្លេងពិនិត្យទៀតបាននាំវាឲ្យនឹកឃើញដល់គ្រួសារនិងកំហុសឆ្គងរបស់ខ្លួនកាលនៅរស់ខ្មោចអាមុខបានស្រែកខ្ញួរយ៉ាងខ្លាំងមើលទំហឹងហើយវាបានបោះចោលមាសប្រាក់ក្លែងក្លាយនោះទៅក្នុងបឹងវិញបន្ទាប់មករូបរាងរបស់វាបានចាប់ផ្ដើមរលាយបាត់បន្តិចម្ដងទៅតាមសំឡេងភ្លៀងពីណាក់ពៀតដ៏ពីរោះរណ្ដំនៅពេលដែលភ្លេងពីណាក់ពៀតលេងចប់រូបរាងខ្មោចអាមុខបានបាត់បង់ទាំងស្រុងទឹកបឹងយ៉កក៏បានត្រឡប់មកមានសភាពស្ងប់ស្ងាត់និងស្រស់ថ្លាឡើងវិញយប់នោះគឺជាយប់ចុងក្រោយដែលអ្នកភូមិបឹងយ៉កបានឮសំឡេងអុំទូកចម្លងរបស់ខ្មោចអាមុខចាប់តាំងពីថ្ងៃនោះមកខ្មោចឡងនៅបឹងយ៉កក៏លែងមានទៅទៀតអ្នកភូមិជឿថាដួងវិញ្ញាណរបស់ខ្មោចអាមុខត្រូវបានបត់ភ្លេងពីណាពៀតតមងវាយនិងការសែនព្រេនបំបត្តិនៅសេចក្តីលោភៈរកឲ្យវាបានទៅកាន់សុគតិភាពរឿងរ៉ាវរបស់ខ្មោចអុំទូកអាមុខនៅតែបន្សល់ទុកជាមេរៀនមួយថាខ្មោចដ៏សាហាវក៏អាចត្រូវបានបន្សាបដោយសិល្បៈវប្បធម៌និងការដឹងខុសត្រូវដែរភាពលោភលន់ជាដាវចំនៃមហន្តរាយដ៏ធំបំផុតទាំងនៅរស់និងពេលស្លាប់នេះគឺជារឿងនិទានដ៏វែងអន្លាយរបស់យើងដែលបានបង្ហាញពីភាពអស្ចារ្យនៃសិល្បៈបុរាណខ្មែរគឺភ្លេងបិណពាទ្យដែលមិនមែនត្រឹមតែសម្រាប់កម្សាន្តទេតែថែមទាំងមានឥទ្ធិពលលើលោកធាតុអាចកំបាំងទៀតផងសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងពេញចិត្តនៅរឿងខ្មោចចម្លងនៅបឹងយ៉កនេះរឿងនិទានរបស់យើងនៅរាត្រីនេះក៏បានឈានដល់ទីបញ្ចប់ហើយសង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាបានទទួលនៅបទពិសោធន៍ដ៏រំភើបព្រឺព្រួចនិងទទួលបាននៅមេរៀនល្អៗពីដំណើររឿងខ្មោចចម្លងនៅបឹងយ៉កនេះ Share ទៅកាន់មិត្តភ័ក្តិអ្នកដើម្បីចែករំលែករឿងនិទានខ្មែរបុរាណដ៏អស្ចារ្យនេះជាពិសេសចុច Subscribe Channel រាត្រីតំណៅនៅរបស់យើងដើម្បីកុំឲ្យខកខាននៅរឿងនិទានថ្មីៗដែលយើងនឹងនាំមកជូននៅរាត្រីបន្ទាប់ខ្ញុំសូមជូនពរឲ្យប្រិយមិត្តទាំងអស់គ្នាគង់លក់ដោយសុវត្ថិភាពហើយជួបតានសេចក្តីសុខរាត្រីនេះសូមអនុញ្ញាតឲ្យខ្ញុំបិទវាំងននពីរឿងនិទានសិនជួបគ្នានៅរាត្រីបន្ទាប់សូមរាត្រីសួស្តី